ในក្នុងកម្មវិធី VBA រួចមកយើងចូល Windows របស់យើងដើម្បីបើកកម្មវិធី ASUS Partition ដើម្បីយើងបែងចែក drive វាទៀតកុំឲ្យនិយាយសាមញ្ញច្រើនយើងចូលមកកម្មវិធី VBA របស់យើងមកបាទបន្ទាប់មកយើងចូល drive data យើងចុចយកពាក្យថា add យើងចុចតាម default ដែលវាឲ្យមកត្រង់នេះគឺយើងចង់បានចំនួន 300G យើងចុច next បើដោយសារតែខ្ញុំបាន create វារួចហើយអញ្ចឹងខ្ញុំអត់ create វាទៀតទេបើសិនជាយើងចង់ create ទៀតយើងចុចពី OK នេះមកតែខ្ញុំបាន create វារួចហើយអញ្ចឹងអត់ទេចុចខ្វែងមកបាទបន្តមកយើងចូលកម្មវិធីរបស់ដើម្បីបន្តមកយើងបើក Windows របស់យើងមកធ្វើការវារងចាំវាបន្តិចតម្រាំវាលោតចូល Windows របស់យើងរៀង slow តែបាទបន្តមកយើងបើកកម្មវិធីរបស់យើងដែលមានឈ្មោះថា ASUS Partition ចុចយកពាក្យយ៉ាមករងចាំវាលោតមកលើផ្ទាំង Windows របស់យើងចេញមកបាទធ្វើការរងចាំវាបន្តិចទៀតមកបាទពេលនេះវាបានលោតមកដល់នេះហើយត្រាយដែលយើងបាន create រួចចុចបាទយើងចង់បានចំនួន 100G អញ្ចឹងយើងចុចយក add មកកន្លែងនេះយើងចង់ទាញក៏បានតែវាមានការលំអៀងអញ្ចឹងយើងចង់បាន 100G យើងចង់បាន 100G ចំនួនសរុបវា 300G យើងចង់បានចំនួន 100G អញ្ចឹងយើងត្រូវដាក់លេខ 200G យើងចុច OK មកយើងចុចអានេះមួយសិនមកកុំឲ្យវា slow ពេកបាទបន្ទាប់មកខ្ញុំចង់បានត្រាយនេះរួចហើយខ្ញុំចង់ចែកត្រាយដែលមានចំនួន 100G ហ្នឹងខ្ញុំចង់ចែកវាជា2ទៀតគឺ50ចុច add យក50ចុច OK មកបាទពេលនេះយើងបាន50ហើយបន្ទាប់មកខ្ញុំចង់ឲ្យត្រាយនេះមកចូលក្នុងត្រាយនេះដើម្បីឲ្យត្រាយនឹងចូលគ្នាបានយើងត្រូវយកត្រាយ app នេះយើងចុចពាក្យថា move តោះមកយើងទាញវាមកអស់មកចុចពាក្យថា OK បាទពេលនេះវាបានមកជិតគ្នាហើយយើងអាចបញ្ចូលវាជាមួយគ្នាបានហើយតោះមកយើងចូលមកក្នុងត្រាយ E នេះដែលមានចំនួន 200G រួចយើងចុចតបមកយើងទាញវាមកអស់មកច្រឡំយើងទាញខាងនេះឯងបាទ
cứ về bàn 250G វិញហើយចុចមកអូខេមកបាទពេលនេះយើងបានហើយបន្តមកយើងត្រូវដូរឈ្មោះវាមកកុំឲ្យអ្នកគ្រូគាត់ថាយើង voice over ពីលើណាឈ្មោះបាទនេះយើងយកត្រៃអំនេះចុះតមកយើងដាក់ឈ្មោះយើងមកច្រឡំយើងដាក់ឈ្មោះយើងមកត្រង់នេះដាក់ឈ្មោះថាយើងរតនាអូ T A N A យើងចុចពាក្យថាអូខេយើងបានឈ្មោះយើងហើយត្រង់នេះយើងដាក់ឈ្មោះយើងណាមកដាក់ឈ្មោះថាត្រៃជីចុះចុចអូខេតមកយើងដាក់ឈ្មោះយើងណាមកដាក់រតនាទេចុះតមកយើងចុចត្រង់នេះមកចុចសរុប apply ដោយសារតែខ្ញុំអត់បាន execute វាម្ដងមួយខ្ញុំចាំ execute វាម្ដងទាំងអស់អញ្ចឹងរៀងយូរបន្តិចបាទពេលនេះគឺបានជោគជ័យហើយតើយើងចង់ដឹងថាវាជោគជ័យឬមួយក៏ជោគជាំយើងចូលមកក្នុងវីដេអូរបស់យើងមកយើងយកពាក្យថា dismanage ថាវាឃើញសូវបង្ហាញឲ្យយើងឃើញណាឬទេបាទពេលនេះគឺយើងមានហើយបាទវាសូវបង្ហាញឲ្យយើងហើយយើងចូលទៅដាក់ឯកសារមួយមកយើង copy យកពីក្នុងម៉ាស៊ីនបិទរបស់យើងទៅដាក់យើងយកណានេះហើយសម្រាប់ថាយកអានេះចោលចុច copy រួចយើងយកទៅផាសនេះត្រាយអានេះគឺជាត្រាយចំនួន 250G នេះគឺជាត្រាយចំនួន 50G អញ្ចឹងខ្ញុំចង់ផាសនៅក្នុងត្រាយ 250G ចុចថាផាសមកចុចមើលវាមកអត់បាទនេះគឺយើងធ្វើបានជោគជ័យហើយជម្រាបលាអ្នកគ្រូ